សួស្តីអ្នកនរគ្នាជួបខ្ញុំណូមីថ្ងៃនេះមកសម្ដែងរឿងមួយបាច់ស្រុងវែងនឹងខ្ញុំពេកទេភាគ2ភាគ3មិននឹងចូលក្នុងសាច់រឿងកុំភ្លេច like subscribe ខ្ញុំអ្នកមួយផងបើអ្នកចង់ឧបត្ថម្ភខ្ញុំជាសាច់ប្រាក់កុំភ្លេចឧបត្ថម្ភផងណាព្រោះនេះគឺជាកម្លាំងចិត្តដ៏ធំមួយដែលខ្ញុំធ្វើវីដេអូបន្តទៀតដើម្បីយកការទូរស័ព្ទយកមកបញ្ចូលធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាថ្មវេទមន្តពួកវិសេសហៅថាភ្នែកបិសាចឬក៏ Eye of the Demon វាជាឈ្មោះដែលផ្សព្វផ្សាយដោយពួកវិសាចដោយប្រយ័ត្នចំពោះនរណាម្នាក់ដែលអាចបង្កើតផលិតផលស្រដៀងគ្នាដោយប្រើថ្មវេទមន្តទាំងនេះឧបករណ៍ដែលអាចប្រើថ្មវេទមន្តបានមានកំសៀលកំដៅស្វ័យប្រវត្តិអំពូលធ្វើឲ្យសកម្មដោយស្វ័យប្រវត្តិត្រូវបានផលិតដោយពាណិជ្ជកម្មដោយ Chesoke ដែលមានឯកទេសខាងវត្ថុវេទមន្តសម្រាប់មនុស្សហើយខ្ញុំបានបង្កើត Chesoke ទ្វារដោយស្វ័យប្រវត្តិនេះក៏ជារចនារបស់ខ្ញុំដែរទោះយ៉ាងណាក៏ដោយនៅពេលនោះបច្ចេកវិទ្យារបស់សិក្ខាសាលានៅខ្វះខាតបន្តិចបន្តួចដូច្នេះខ្ញុំត្រូវបានផ្អាកបើមានសលេងលក្ខខណ្ឌដូចជាស្លេងកូនឆ្កែយំអីចឹងសូមចូលផងព្រោះនៅចិត្តកូនឆ្កែខ្ញុំគិតថាមាននរណាម្នាក់បានជោគជ័យហើយនាងក៏ងាកទៅមើលហើយគិតបន្តទៀតថាវាហាក់បីដូចជាមានការរីកចម្រើនជាងអ្វីដែលខ្ញុំបានរំពឹងទុកហើយយើងបានកាមេរ៉ាម្នាក់បានដើមចូលមកគេមានឈ្មោះថា Leonie Vinicius គាត់បានក្លាយទៅជាជំនួយការរបស់ខ្ញុំហើយបានដឹកនាំគេជាមួយគ្នាខ្ញុំបានជួបគាត់ពេលដែលខ្ញុំមានអាយុទៅតែ15ឆ្នាំហើយយើងបានបង្កើតទំនាក់ទំនងមេនឹងកូនចៅប៉ុន្តែនៅពេលដែលខ្ញុំបានដឹងគាត់បានក្លាយជាមិត្តដ៏ជិតស្និទ្ធរបស់ខ្ញុំបានទៅហើយគាត់ប្រហែលជាអាចទទួលស្គាល់ខ្ញុំតែខុសពីការគិតរបស់នាងគេបែរជានិយាយយ៉ាងត្រជាក់ថាអ្នកបាននិយាយថាអ្នកបានរបាយការណ៍អំពី Game Master របស់ពួកយើងវាហាក់បីដូចជាសូម្បីតែពួកអភិជនក៏បានចូលរួមដែរអាពេលហ្នឹងចង់មានន័យថាសូម្បីតែពួកអភិជនក៏ចង់មកបោកប្រាស់គេដែរចំណែកឯរីយ៉ាវិញនាងនៅគិតពិចារណាថាគាត់គួរតែមានអាយុប្រហែល28ឆ្នាំហើយនៅពេលនេះគាត់បានផ្លាស់ប្ដូរច្រើនណាស់កន្លែងធ្វើការរបស់គាត់បានរីកចម្រើនហើយសម្លេងរបស់គាត់កាន់តែចាស់ទុំជាងមុនប៉ុន្តែតើខ្ញុំគួរនិយាយរបៀបណាទៅមានអារម្មណ៍ថាគាត់ផ្លាស់ប្ដូរច្រើនជាងរូបរាងរបស់គាត់ទៅទៀត7ឆ្នាំពេលនេះនិយាយថាតើមានមនុស្សប៉ុន្មានអ្នកដែលអ្នកគិតថាបានមករកខ្ញុំចាប់តាំងពីខ្ញុំបានដាក់ប្រាក់រង្វាន់បានបង្ហាញហើយក្នុងចំណោមពួកគេតើអ្នកគិតថាមានអ្នកមកប្រាក់ប៉ុន្មានអ្នកហើយគេនៅនិយាយបញ្ជាក់ច្បាស់ទៀតថាហេតុផលដែលខ្ញុំមកទីនេះដោយផ្ទាល់ព្រោះតែដោយសារតែអ្នកគឺជាកូនស្រីដ៏ថ្លៃថ្នូរនៃគ្រួសារ Casey ខណៈពេលដែលវាគួរឲ្យអាណិតដែលឃើញអ្នកចម្រាក់បំណុលគេអ្នកមិនគួរមកបោកប្រាស់ខ្ញុំដោយអ្នកដទៃទៀតទេរីយ៉ាគិតថាការស្លាប់របស់ខ្ញុំត្រូវបានលះបង់ហើយខ្ញុំត្រូវបានគេសន្មតថាបានខ្លួនគេបានដាក់ប្រាក់រង្វាន់ដើម្បីស្វែងរកខ្ញុំបន្ទាប់ពីខ្ញុំបានខ្លួនភ្លាមហើយដោយសារតែរឿងនោះអ្នកឆោមបោកបានបោកប្រាស់ដើម្បីមកយកប្រាក់រង្វាន់ចាំមានន័យថាការដំណើរកំសាន្តរបស់យូរេយ៉ាខេស៊ីត្រូវបានចាប់ទុកថាការបោកប្រាស់ដើម្បីកម្ចាត់បំណុលរបស់នាងផងដែរខ្ញុំបានស្លាប់រួចទៅហើយលីអូនេះខ្ញុំឆ្ងល់ថាតើអ្នកធ្លាប់មានសង្ឃឹមចឹងពេលលោកដឹងថាខ្ញុំបានស្លាប់មិនដឹងថាលោកខកចិត្តប៉ុណ្ណាទេលីអូនេះក្រោយចេញតែមុននឹងចាកចេញនៅនិយាយថាអ្នកនាងអ្វីក្មេងទោះបីអ្នកនាងចូលបំណុលមែនតែអ្នកមិនគួរមកបោកប្រាស់គេទេអ្នកគួរតែស្វែងរកវិធីផ្សេងទៀតដើម្បីរកលុយរីយ៉ាលើដូច្នេះក៏ដកដង្ហើមធំបន្តិចរួចនាងនិយាយថា Game Master ប្រហែលជាបាននិយាយរឿងបែបនេះពីមុនមកខ្ញុំបានមកពីពិភពលោកផ្សេងទៀតអ្នកមិនជឿរៀងទេត្រូវទេអ្នកបានលេងសើចព្រោះអ្នកគិតថាវាជារឿងដែលអ្នកបានបង្កើតឡើងដោយមិនគិតថាវាជាទម្លាប់ផឹករបស់អ្នកការនិយាយរបស់នាងបានធ្វើឲ្យលីអូនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងរីយ៉ានិយាយបន្តថាវាច្បាស់ជាពិបាកជឿថាអ្វីដែលនាងបាននិយាយតែវាជាការពិតមានន័យថាGame Master ពីមុនហ្នឹងនិយាយការប៉ັດវារត់តែធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងចាប់ដៃរីយ៉ាយ៉ាងខ្លាំងមិនត្រឹមតែចាប់ដៃនាងទេគេថែមទាំងស្អែកសួរខ្លាំងថែមទៀតហើយនាងនិយាយទាំងមុខស្មារថាកាលពី7ឆ្នាំមុននាងត្រូវបានគេវាយឈ្មោះនៅតាមផ្លូវទៅកាន់នគរមីលីអូលីហើយនាងបានស្លាប់ភ្លាមនៅកន្លែងនោះហើយហេតុផលខ្លះនាងបានត្រឡប់ទៅប្រទេសដើមរបស់នាងរស់នៅវិញហើយនាងបានត្រឡប់មកគេវិញប៉ុន្តែនាងធ្វើក្នុងរូបរាងកាយមនុស្សស្រីចម្លែកម្នាក់ខ្ញុំពិតជាសំទោសខ្លាំងមែនទែនបើមានសម្លេងរំខានព្រោះឆ្កែហ្នឹងអត់ខ្ញុំបញ្ចូលសម្លេងហ្នឹងទៅពីព្រោះហើយបើខ្ញុំអត់បញ្ចូលវាព្រោះទេខ្ញុំគឺខ្លាំងមែនទែនរូបឆ្កែអ្នកចិត្តខាងគឺជាខ្ញុំយូរីយ៉ាខេសៀហើយអាពេលហ្នឹងនៅតែសួរទៀតថាតើអ្នកកំពុងតែនិយាយអ្វីរីយ៉ាវិញនាងអត់ខកហើយក៏ដើរទៅមុខតុហើយនាងក៏ចុចកន្លឺមួយនៅក្រោមតុហើយទ្វារសម្ងាត់មួយបានលេចឡើងវាធ្វើឲ្យគេកាត់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេនៅនិយាយឡើងទៀតថាពេលខ្ញុំឃើញតរភាពចឹងខ្ញុំគិតថាមានកន្លែងទំនេរបន្តិចតែនេះពិតជាមានកន្លែងសម្ងាត់នៅទីនេះពិតមែនហើយយើងក៏បានឃើញទ្រព្យសម្បត្តិជាច្រើនតែអាពេលហ្នឹងនៅតែ
សួររឿងដែលរាយ៉ាខ្មោចរួចនាងក៏ដើរទៅពិនិត្យមើលទូដែរដែលមានត្បូងបបកាជុងនៅទីនោះហើយនាងបានគិតថាថ្មវេទមន្តបបកាជុងនេះបានបង្កប់នៅក្នុងសុវត្ថិភាពវាជាថ្មវេទមន្តពិសេសដែលមានតែមនុស្សម្នាក់និងព្រលឹងបានតបជាប់គ្នាបានអាចប្រើបានរាងកាយរបស់ខ្ញុំបានផ្លាស់ប្ដូរប៉ុន្តែព្រលឹងរបស់ខ្ញុំមិនបានផ្លាស់ប្ដូរទេនាងក៏រួចក៏យកដៃទៅប៉ះភ្លាមនោះវាបានបញ្ចេញពន្លឺជះចេញយ៉ាងខ្លាំងពីពេញបន្ទប់ហើយទូដៃក៏បានបើកឡើងហើយនាងក៏បានយកក្រដាសអ្វីម្យ៉ាងចេញពីទូនោះរួចហើយទៅឲ្យលីអូនីហើយនាងក៏ឲ្យលីអូនីយកវាចំណងជើងអត្ថបទគេដាក់ថាសម្បត្តិក្នុងអត្ថបទនេះសរសេរដូចតទៅឯកសារនេះគឺជាវត្ថុវេទមន្តដែលមានចំណងថាពោខ្លាំងជាងធ្វើកិច្ចសន្យាទៅទៀតមិនបាច់ខ្វល់ពីអពេដឹងទេដឹងត្រឹមតែគេភ្ញាក់ផ្អើលទៅបានហើយចូលដល់អត្ថបទនៅក្នុងក្រដាសវិញឯកសារពាក្យសម្បត្តិនេះត្រូវបានធ្វើឡើងរវាងលីអូនីនិងខ្ញុំបានផ្ដល់អំណាចដល់គាត់ហើយគាត់បានស្បត់ថានឹងក្លាយជារបស់ខ្ញុំពេលនេះតើអ្នកដឹងថាខ្ញុំជាអ្នកណាគេហើយមែនទេហើយវាបានធ្វើឲ្យគេស្រឡាញ់ខាងជាខ្លាំងនាងនិយាយបន្តទៀតថាខានជួបគ្នាយូរហើយលីអូខ្ញុំបានជួបគាត់4ឆ្នាំបន្ទាប់ពីខ្ញុំបានរស់នៅក្នុងពិភពលោកនេះនៅអាយុត្រឹមតែ15ឆ្នាំគាត់ត្រូវបានជាប់នៅក្នុងការតស៊ូអំណាចដែលនាំទៅដល់ការស្លាប់របស់ឪពុកម្ដាយរបស់គាត់បានព្រួតកិច្ចខ្លួនហើយបានមករកខ្ញុំដើម្បីឲ្យខ្ញុំជួយហើយលីអូនេះបានសុំឲ្យរីយ៉ាជួយដើម្បីសងសឹកឲ្យឪពុកម្ដាយរបស់គេថ្មីបើមានការបង្វល់ករបស់ក្មេងប្រុសឲ្យកំសត់ក្តីតែខ្ញុំបានបដិសេធខ្ញុំមិនចង់ចូលរួមក្នុងការតស៊ូអំណាចរបស់អ្នកផ្សេងទេខ្ញុំយល់ថាវាពិបាកក្នុងការជាប់ក្នុងបញ្ហារបស់ពួកគេទោះបីខ្ញុំអាណិតគាត់ក៏ដោយគាត់បានបាត់បង់ឪពុកម្ដាយរបស់គាត់នៅក្នុងចំនួនដែលមិនអាចចង់បានក្មេងប្រុសដែលចិត្តស្លាប់ខ្ញុំបានធ្វើកិច្ចព្រមព្រៀងមួយជាមួយគាត់ហើយផ្ទុយទៅវិញគាត់បានក្លាយជាជំនួយការរបស់ខ្ញុំនៅពេលបច្ចុប្បន្នវិញពួកគេទាំងពីរកំពុងនិយាយអំពីរបស់ដែលគេ Master ពីមុនចូលចិត្តចឹងទៅវាអត់សូវសំខាន់ទេចឹងខ្ញុំមិនបានបោវែងឆ្ងាយទេហើយសួរថាស្អីដែលនាងចូលចិត្តឈ្មោះអីហើយនាងឆ្លើយថានាងឈ្មោះស្អីដែលនាងចូលចិត្តឈ្មោះលីអូនាងនិយាយបន្តទៀតថាឈ្មោះនេះយកមកពីខ្សែ Clearance នាងនិយាយបញ្ជាក់ទៀតថាអ្នកមិនចូលចិត្តទេព្រោះវាស្រដៀងឈ្មោះរបស់អ្នកតើអ្នកត្រូវផ្ទៀងផ្ទាត់បន្ថែមទៀតទៅលីអូនេះនិយាយថាប្រសិនបើអ្នកពិតជា Kill Master ពេលនេះហេតុអ្វីបានជាអ្នកទៅតែបង្ហាញខ្លួនរីយ៉ាក៏ថាទីបំផុតពេលនេះអ្នកដូចជាលីអូនេះដែលខ្ញុំធ្លាប់ស្គាល់ហើយដូចដែលខ្ញុំបាននិយាយខ្ញុំបានមករកអ្នកភ្លាមៗនៅពេលដែលខ្ញុំដឹងខ្លួនឡើងវិញចឹងហើយកុំឈឺចាប់ពេកអីបើអញ្ចឹងមែនការអះអាងរបស់អ្នកបានស្លាប់7ឆ្នាំមុនជាការពិតនៅពេលដែលខ្ញុំត្រូវបានគេសម្លាប់មានក្រុមមួយស្លៀកពាក់អាវពណ៌សបានវាប្រហារអ្នកយាមរបស់ខ្ញុំយ៉ាងរហ័សហើយនាងបាននិយាយបន្តទៀតថាខ្ញុំមិនអាចចងចាំអ្វីផ្សេងទៀតទេប៉ុន្តែខ្ញុំបានចាំយ៉ាងច្បាស់អំពីនិមិត្តសញ្ញាសត្វក្អែកដែលនៅលើអាវក្រៅរបស់ពួកគេនោះលីអានីសូបញ្ជាក់ថានិមិត្តសញ្ញាសត្វក្អែកត្រូវបានគេប្រើជានិមិត្តសញ្ញារបស់ពួកវាសត្វតាំងពីសម័យបុរាណមកម្ល៉េះពួកវាសត្វពាក់អាវខ្មៅលាក់ទម្រង់ពិតរបស់ពួកគេការដេញអក្ខរាវិរុទ្ធខណៈពេលដែលពួកគេកិច្ចភ្នែកចេញពីអ្នកមានអំណាចឬក៏អាជ្ញាធរត្រូវបានគេនិយាយថារូបរាងរបស់ពួកគេស្រដៀងនឹងសត្វក្អែកដែលត្រូវបានលាក់ខ្លួននៅក្នុងភាពងងឹតដែលពួកគេទទួលបានម៉ូនីកានោះនឹងប្រហែលជាឈ្មោះឲ្យព្រោះខ្ញុំបកប្រែអត់ចេញសោះហ្មងអានោះលីយ៉ូនេះក៏ថាអាក្រាពណ៌សនិងនិមិត្តសញ្ញាសត្វក្អែកនោះគឺជាការរួមបញ្ចូលគ្នាដែលខ្ញុំមិនធ្លាប់លើកពីមុនមកខ្ញុំត្រូវតែស៊ើបអង្កេតរឿងនេះបន្ថែមទៀតរីយ៉ានិយាយថាដោយសារវិធីនេះខ្ញុំគិតថាខ្ញុំត្រូវបានគេប្រកាសថាបាត់ខ្លួនហើយបែរដូចជាអ្នកមិនឃើញរាងកាយរបស់ខ្ញុំទេមែនទេត្រូវហើយយើងបានស្វែងរកតំបន់ទាំងមូលប៉ុន្តែយើងមិនអាចរកឃើញបានទេប្រសិនបើខ្ញុំនៅក្បែរអ្នកខ្ញុំគិតថាអ្នកប្រហែលជាបានរួចជីវិតគេនិយាយតាំងពីបានចិត្តភ្លាមនោះរីយ៉ាក៏បានយកដៃដាក់លើក្បាលគេធ្វើឲ្យគេឆ្ងាយយ៉ាងខ្លាំងបន្ទាប់ពីលេងក្បាលគេហើយនាងមកអង្គុយរួចនិយាយថាហេតុអ្វីបានជាអ្នកគិតថានេះគឺជាកំហុសរបស់អ្នកមានអ្នកយាមជាច្រើនដែលអ្នកមានការវិភាគសំខាន់មួយទៀតផងយើងគួរតែផ្ដោតលើអ្វីដែលត្រូវធ្វើបន្តទៅមុខជាជាងរស់នៅក្នុងអតីតកាលលីអូនេះនិយាយថាអ្នកប្រកាសជាត្រឡប់មកវិញយកតំណែង Guild Master ត្រូវបានរក្សាទុកនៅទំនេរសម្រាប់អ្នកនាងនឹងយកដាក់គេហើយគិតថាមនុស្សផ្សេងទៀតនឹងព្យាយាមទាមទារតំណែងរបស់ខ្ញុំតាមមធ្យោបាយណាក៏បានដែរបន្ទាប់ពីខ្ញុំបានមកខ្លួនលីអូនេះបានតាមតែធ្វើជាអ្នកជំនួសបន្តអាសន្នភាពជឿជាក់ដែលអាចទុកចិត្តបានគឺមានតម្លៃលើសពីតំណែងរាប់លានដងទៅទៀតត្រូវហើយខ្ញុំបានមកទីនេះដោយមានភាពជឿជាក់ទៅលើលីអូនីរីយ៉ានិយាយថាពិតមែនហើយខ្ញុំមកទីនេះដើម្បីទាមទារតំណែងរបស់ខ្ញុំវិញឆេសគេគឺជាផ្លែផ្កានៃការងាររបស់ខ្ញុំប៉ុន្តែខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេឥឡូវនេះវាគឺមិនអាចធ្វើរួចទេតើអ្នកណាដែលនឹងទទួលស្គាល់អ្នកនាងដែលក្រដូចខ្ញុំឲ្យចំនួនតំណែងទៅទោះបីអំណាចគ្រប់គ្រងបុគ្គលិកនៃឆេសគេជាកម្មសិទ្ធិរបស់លីអូនីវាពិបាកណាស់ក្នុងការប្រកួតមុខតំណែងឲ្យអ្នកនាងអភិជនដែលមិនមានលក្ខ
ខណៈគ្រប់គ្រាន់ប្រកបជាមានការវិភាគសាអំពីភាពយល់ស្របហើយអ្នកត្រូវតែមានលក្ខណៈសម្បត្តិឲ្យល្អសូម្បីតែនិយាយអំពីឈ្មោះ Viscount អ្វីដែលត្រូវការខ្លាំងបំផុតនៅពេលនេះគឺការទទួលស្គាល់បានឈ្មោះ Viscount សម្រាប់ភាពជោគជ័យការបោះឆ្នោតភាគច្រើនគឺសាច់ញាតិត្រូវបានទាមទារហើយការយល់ព្រមពីអធិរាជក៏ចាំបាច់ផងដែរខណៈពេលដែលការយល់ព្រមពីអធិរាជជាផ្លូវការការបោះឆ្នោតភាគច្រើនពីសាច់ញាតិគឺជាអ្វីដែលសំខាន់ទោះបីវាគ្រាន់តែជាឈ្មោះក៏ដោយឈ្មោះនៅតែជាឈ្មោះពួកគេនឹងមិនងាយបោះបង់ឡើយវាជាមូលហេតុគិតរួចនាងក៏និយាយទៅលីអូនីថាខ្ញុំនឹងត្រឡប់មកវិញជាមួយនឹងលក្ខណៈសម្បត្តិដែលខ្ញុំត្រូវការលីអូនីសួរថាតើអ្នកនឹងមានផែនការមែនទេរីយ៉ាឆ្លើយតបទាំងមានភាពជឿជាក់ថាខ្ញុំមានជាមួយនឹងយុទ្ធសាស្ត្រដែលមានតែខ្ញុំទេដែលអាចធ្វើទៅបានមួយសន្ទុះក្រោយមកការពិភាក្សាបានបញ្ចប់ហើយនាងរៀបនឹងចាក់ចាញ់ភ្លាមនោះលីអូនីក៏បានស្ទុះទៅអោបនាងតែម្ដងហើយគេនិយាយទៀតថាខ្ញុំពិតជាសោកស្ដាយណាស់ខ្ញុំចំណាយពេលយ៉ាងអត់ប្រយោជន៍អស់រយៈពេល7ឆ្នាំខ្ញុំខំគិតថានឹងតើវានឹងខ្លាចជាពេលចុងក្រោយដែលខ្ញុំបានឃើញអ្នកមែនទេខ្ញុំពិតជាភ័យខ្លាចណាស់នាងតែខ្លងគេតិចរួចគិតថាគេទោះបីជាពេលនេះខ្ញុំនៅក្មេងក៏ដោយតែខ្ញុំមានអារម្មណ៍ថាគេដូចជាក្មេងប្រុសកាលពីមុនអញ្ចឹងពេលនេះខ្ញុំបានត្រឡប់មកវិញហើយកុំបារម្ភអ្វីនឹងមានភាពមមាញឹកបន្តិចនៅទីនេះហើយគេក៏តបថាខ្ញុំនឹងធ្វើតាមអ្នកស្រីម្ចាស់អូខេបន្ទាប់មកសូមឲ្យខ្ញុំខ្ចីលុយខ្លះមកគេមានការកាំងជាខ្លាំងកាលដល់ព្រឹកថ្ងៃថ្មីនៅវិមានរបស់រីយ៉ាហើយសម្លេងមួយបាននិយាយថាមួយសប្តាហ៍កន្លងផុតទៅលឿនណាស់វាគ្រាន់តែជាពេលវេលាធម្មតាប៉ុណ្ណោះចាប់តាំងពីពួកយើងរវល់ពេញមួយសប្តាហ៍ខ្ញុំបានជួបលីអូនីហើយខ្ញុំក៏បានផ្ញើសម្បត្តិទៅសួរគ្រួសារទាំង9ដោយរួមបញ្ចូលទាំងបន្ទាត់វត្ថុប្រចាំមិនចាំបាច់ខ្វល់ពីអ៊ីរេលទេនាងគ្រាន់តែភ័យខ្លាចព្រោះរីយ៉ាបានហៅគ្រួសារទាំង9មករីយ៉ាគាត់ថាវាមិនមែនជាទីបញ្ចប់ទេវាទើបតែចាប់ផ្ដើមប៉ុណ្ណោះហើយនាងនិយាយថាវាមិនអីទេអ៊ីរេលតោះទៅនាងក៏បានបើកទ្វារឃើញតែសភាពយ៉ាងស្អាតហើយនាងបាននិយាយថាខ្ញុំត្រូវតែខ្លាចជាម្ចាស់ពិតប្រាកដនៃគ្រួសារនេះនាងក៏បានចូលមកព្រាមនោះក៏មានបរិយាម្នាក់បានបើកទ្វារចូលមកហើយស្រែកហៅឈ្មោះយូរីយ៉ាឈ្មោះស្រីដែលគួរឲ្យស្រឡាញ់របស់លោកពូនិយាយរួចគេក៏រត់មករករីយ៉ាដើម្បីអោបតែត្រូវរីយ៉ាកេះផលវាក៏បានធ្វើឲ្យគេប៊ីដួលទៀតផងហើយនាងក៏បានគិតថាខ្ញុំមិនដឹងថាយូរីយ៉ាចាស់យ៉ាងម៉េចទេប៉ុន្តែចាប់ពីពេលនេះតទៅអ្វីនឹងមិនដំណើរការដូចអ្នកបានសុំទេក៏រួចនាងក៏និយាយថាលោកពូតោះចូលក្នុងបន្ទប់ប្រជុំខ្ញុំមានរឿងជាច្រើនដែលត្រូវនិយាយ